ដល់បេក្ខជនទាំងអស់ជាបេក្ខជនឆ្នើមប្រចាំសាខាទាំង12សាខារាជធានី10ខេត្ត2មនុស្សគ្រប់រូបសុទ្ធតែមានភាពឆ្លាតភាពខ្លាំងនិងភាពពូកែតែបើសិនជាយើងស្ទាក់ស្ទើរខ្លាចអត់បានសម្រួចនៅអ្វីដែលយើងមានយើងនឹងអាចបាត់បង់ត្រឡប់ទៅវិញដោយសារតែយើងសម្លឹងមើលតែភាពខ្លាំងរបស់អ្នកដទៃភ្លេចភាពខ្លាំងរបស់ខ្លួនការដែលធ្វើតាមដែលយើងមិនមានទេពកោសល្យឬក៏ភ្លេចឬក៏បាត់បង់ជាមួយភាពខ្លាំងពិតប្រាកដរបស់យើងអត់ជារឿងល្អនៅក្នុងការឲ្យយើងចាស់យកសូមសម្លឹងភាពខ្លាំងហើយឆ្នៃភាពខ្លាំងរបស់យើងឲ្យកាន់តែប្រសើរក្នុងនាមខ្ញុំជាឪពុកដែលបានឃើញនៅការជោគជ័យនៃការរៀនរបស់កូនហើយគាត់បានទទួលបាននៅជាលទ្ធិ2ឆ្នាំជាប់គ្នានេះខ្ញុំពិតជាមានមោទនភាពក្នុងនាមជាមេត្តាបិតាគាត់ខិតខំជាយមែនតើជាលទ្ធិនេះមិនមែនបានមកដែលងាយទេគឺជាការខិតខំរបស់គាត់ពេញ 100% ហ្មងអត់ប្រឡែងណៃទេការងាររបស់គាត់តស៊ូគាត់ចង់និយាយថាបរាជ័យពីមុនគឺគាត់អត់របស់បងឲ្យខៃលើកហ្នឹងគាត់គឺមកយកជាជំនះមែនអត្ថប្រយោជន៍នៃការប្រកួតហ្នឹងជួយឲ្យគាត់ចេះគ្រប់គ្រងសម្ពាធអាចបែងចែកពេលវេលានៅការងារផ្សេងទៀតសូម្បីតែការប្រកួតហ្នឹងក៏ការងារផ្សេងទៀតក៏គាត់គ្រប់គ្រងមាន balance គ្រប់ការងារទាំងអស់គាត់មានតែមុតច្រើនហើយក៏អរគុណផងដែរសម្រាប់ដុកទ័រគុញមេងលីដែលបានបើកនៅកម្មវិធីនេះឡើងដើម្បីជាការប្រកួតប្រជែងយកចំណេះដឹងរបស់សិស្សទៅតាមសាខានីមួយៗឲ្យដឹងថាសិស្សយើងពិតជាមានគុណភាពនៅក្នុងការសិក្សាបាទជាលទ្ធិថ្ងៃនេះជាសមិទ្ធផលនៃសាមគ្គីភាពនិងជាកម្លាំងជំរុញក្នុងការប្រកួតបន្ត